សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំចង់ចែកម្លែកចំណេះដឹងតិចតួចតាក់ទងជាមួយនឹងtopic 4ផ្សេងគ្នា topic ទី1តាក់ទងជាមួយការ transfer លុយចេញពីmain account របស់យើង main account របស់ធនាគារយើងចូលទៅកាន់ trading account ពីព្រោះថាយើងអត់មែនចេះតែប្រើលុយដែលនៅក្នុង main account app របស់យើងហ្នឹងណាទិញហ៊ុនបានឯអ្នកនរយើងត្រូវ transfer លុយចេញពី main account របស់យើងចូលទៅកាន់ trading account សិនបានយើងអាចមានសិទ្ធិចូលទៅទិញហ៊ុននៅក្នុង app ហ្នឹងបានពីព្រោះថាអាចមានអ្នកខ្លះគាត់នៅអត់ទាន់យល់ណាគាត់គិតថាអូគាត់មានលុយនៅក្នុង app ធនាគាររបស់គាត់ធនាគារ A ឬធនាគារ B អញ្ចឹងណាគាត់មានលុយច្រើនហើយឥឡូវគាត់ចង់ទិញហ៊ុនហ្នឹងទិញបានអត់ហើយទិញបែបម៉េចចម្លើយគឺទិញអត់បានទេតើតែគាត់ transfer លុយនៅក្នុង main account ដែលយើងប្រើរាល់ថ្ងៃហ្នឹងណាហ្នឹងហើយចូលទៅកាន់ trading account ហ្នឹងសិនហើយធ្វើម៉េចយើងដឹងថា trading account ហ្នឹងវានៅកន្លែងណាហ្នឹងហើយអាហ្នឹងវា it's a long story ប៉ុន្តែខ្ញុំអាចថានិយាយជាខ្លីមកឧទាហរណ៍ជាក់ស្ដែងហ្មងACDA គាត់ជា brokers ហើយជា brokers ហើយគាត់ជាក្រុមហ៊ុនលក់គេហៅថាគាត់ដាក់ share លក់ដែរអញ្ចឹងណាយើងអាចទិញ share របស់ធនាគារ ACDA បាន so គាត់មានជាលក្ខណៈថា package នៅក្នុងហ្នឹងហ្មង so ខ្ញុំផ្ទាល់ជា experience ដោយសារខ្ញុំមាន app មានកុង ACDA ស្រាប់ហើយខ្ញុំមាន app ACDA ដែលយើង spend ដែលយើងចាយរាល់ថ្ងៃអញ្ចឹងណាយ៉ាអញ្ចឹងចំពោះខ្ញុំផ្ទាល់ខ្ញុំយក ACDA ជា brokers យ៉ាហើយខ្ញុំនឹងនិយាយលំអិតបន្ថែមទៀតតើតើមួយ brokers ហ្នឹងអញ្ចឹងណាហើយមែនតើមិនមែនតែមានតែ ACDA ដែលគាត់ជា brokers ណាខ្ញុំនឹងចែកម្លែកបន្តិចទៀតខ្ញុំនឹងប្រាប់ថាមានធនាគារណាខ្លះដែលគាត់ជា brokers ហើយយើងអាចគេហៅថាយកធនាគារមួយក្នុងចំណោមធនាគារទាំងអស់ហ្នឹងជា brokers របស់យើងណាអាហ្នឹងអត់ស្អីតែយើងអ្នករើសទេបើខ្ញុំរើស ACDA ដោយសារខ្ញុំមាន app ស្រាប់ខ្ញុំមាន account ធនាគារមួយគាត់ស្រាប់ចឹងទៅខ្ញុំទុកចិត្តគាត់ខ្ញុំក៏យកគាត់ទៅធនាគារផ្សេងទៀតក៏ល្អដែរអញ្ចឹងស្រេចទៅការសម្រេចចិត្តរបស់អ្នកនរគ្នាទេហើយគាត់ក៏មាន share លក់ដែរអញ្ចឹងទៅវា like all in package ណាអ្នកនរគ្នាមើលទៅគឺវានៅក្នុងកញ្ចប់តែមួយអញ្ចឹងនៅក្នុង app ACDA ហ្នឹងអ្នកនរគ្នានឹងឃើញមានគេហៅ trading នឹងទៅទៀតខ្ញុំនឹងបង្ហាញអ្នកនរគ្នាហើយ trading account អញ្ចឹងខ្ញុំ transfer លុយចេញពី main account របស់ខ្ញុំដែលមាននៅក្នុង app ACDA ហ្នឹង transfer ទៅក្នុង trading account នៅក្នុង app តែមួយហ្នឹងទេហ្នឹងហើយវាដូចយើងមាននៅក្នុង app ហ្នឹងអ្នកខ្លះគាត់អាចមាន account 2 3អញ្ចឹងណាសម្រាប់ spending ទៅលើ food សម្រាប់ spending ទៅលើ traveling ឬមួយក៏ spending ទៅលើ entertainment អញ្ចឹងគាត់អាចមាន app ផ្សេងគ្នាអញ្ចឹងគាត់ដាក់កញ្ចប់លុយម៉ានអញ្ចឹងទៅពេលខ្លះគាត់ transfer to own account គឺនៅក្នុង account ទាំងអស់ហ្នឹងរបស់ពួកគាត់អញ្ចឹងណាហើយអានេះ trading account គឺអត់ជាខុសគ្នាហ្មងនេះវានៅលើ app តែមួយទេអូខេហើយចំណុចទី2 topic ទី2ខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពី CSH app អញ្ចឹងនៅក្នុង CSH app ហ្នឹងគឺជា app ដែលយើងអាចប្រើប្រាស់ក្នុងការទិញហ៊ុនហើយនៅក្នុង app ហ្នឹងខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹងbrokers ពីព្រោះនៅក្នុង app ហ្នឹងគឺគេ list down brokers ទាំងអស់ហ្នឹងមកដែរ so អញ្ចឹងខ្ញុំនឹងបង្ហាញថាតើធនាគារណាខ្លះគាត់ជា brokers ហើយអ្នកនរអាច select យកមួយក្នុងចំណោមហ្នឹងទៅជា brokers ហើយបន្តទៀតនៅក្នុង app ដដែលហ្នឹងគឺមាន companies ផ្សេងគ្នាដែលយើងអាចទិញហ៊ុនរបស់ពួកគាត់បានហើយកន្លែងនេះក៏បញ្ជាក់ដែរអ្នកខ្លះក៏អត់សូវគាត់អាចនឹងអត់តន់យល់ឡើងហ្នឹងណាព្រោះពេលខ្លះគាត់គិតថាគាត់ចង់ទិញហ៊ុនរបស់ក្រុមហ៊ុនមួយនៅក្នុងស្រុកខ្មែរក្រុមហ៊ុនធំអញ្ចឹងណាគាត់ចង់ទិញដោយសារគាត់មានលុយអីច្រើនអញ្ចឹងទៅចម្លើយសួរថាទិញបានអត់ទិញអត់បានទេប្រសិនបើក្រុមហ៊ុននោះមិនទាន់ឡើងផ្សារហ៊ុនគាត់មិនទាន់លក់ share របស់គាត់អញ្ចឹងនៅក្នុង
app ហ្នឹងគេនឹងបង្ហាញថាតើក្រុមហ៊ុនណាខ្លះដែលគាត់លក់ share លក់ហ៊ុនគាត់អញ្ចឹងណាដែលយើងអាចមានសិទ្ធិទិញបានយើងមិនមែនចេះនឹកឃើញក្រុមហ៊ុនគេមួយនោះឃើញដើរល្អហើយយើងចង់ទៅទិញហ៊ុនទៅទិញ share គេយើងទិញអត់បានទេគឺតតែក្រុមហ៊ុនហ្នឹងគាត់ឡើងផ្សារហ៊ុនគាត់លក់ share គាត់ហើយវានឹងគេហៅថា available នៅក្នុង app ហ្នឹងហើយ so នៅក្នុង app ហ្នឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីយកការ transfer លុយទៅក្នុង trading account ហើយនឹង CSX app ហ្នឹងគឺយើងនឹងបង្ហាញអំពី brokers ធនាគារណាខ្លះហើយនឹងក្រុមហ៊ុនណាខ្លះដែលយើងអាចទិញហ៊ុនបានហើយតើក្នុងមួយ share ហ្នឹងក្រុមហ៊ុនមួយហ្នឹងតម្លៃហ៊ុនរបស់គាត់ប៉ុន្មានហើយផ្សេងទៀតតើក្រុមហ៊ុនផ្សេងទៀតក្នុងមួយ share តម្លៃប៉ុន្មានអញ្ចឹងតម្លៃវាដូចគ្នាអ្នកនរគ្នាក្រុមហ៊ុនខ្លះតម្លៃត្រឹមតែ2050សេនទេក្រុមហ៊ុនខ្លះមួយ share ថ្លៃ$2ជាងមួយ share ថ្លៃ$3ជាង it depends ទៅតាមក្រុមហ៊ុនមួយឯង so ខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីtopic ទាំងអស់ហ្នឹងហើយដែលខ្ញុំដាក់នៅក្នុង episode 3 and episode 4ហើយអ្នកនរគ្នាអាច compare មើលតើឥឡូវនេះហើយនឹងការពី3ឆ្នាំមុនតម្លៃហ៊ុនវាខុសត្រូវគ្នាមិនអាច analyze ខ្លួនឯងបានហើយមែនតើខ្ញុំ clear stock ចាស់ហើយ stock ថ្មីខ្ញុំ start ដើមឆ្នាំ2026ដោយសារថ្ងៃមួយជាថ្ងៃឈប់អញ្ចឹងយើងអាចទិញលក់ហ៊ុនបានទេណាថ្ងៃឈប់ហ្នឹងអ្នកនរគ្នាអាចអ្នកខ្លះក៏អត់ដឹងហើយក៏គេមានម៉ោងសម្រាប់បើកហើយនឹងម៉ោងសម្រាប់បិទដែរណាអត់មែនយើងចេះតែឃើញម៉ោង4ល្ងាចចង់ទិញហ៊ុនអីអត់ទេគេបិទតែម៉ោង3ឯអ្នកនរគ្នាតិចម៉ោងស្មើនេះម៉ោងប្រហែលម៉ោងមិនដល់2ដល់អីចឹងយប់អីចឹងនឹកឃើញចង់ទិញហ៊ុនក៏ទិញអត់បានដែរនឹកឃើញចង់ transfer លុយពី trading account ពីអីហ្នឹងក៏អត់បានដែរណាអ្នកនរគ្នាអញ្ចឹងវាតតែនៅក្នុងកំឡុងពេលម៉ោងដែលគេបើកយ៉ាអញ្ចឹងពេលអ្នកនរគ្នាទិញdownload app នឹងហើយ process បានជ្រើសរើស brokers អីហើយអ្នកនរគ្នានឹងឃើញគេដាក់នៅក្នុងហ្នឹងហើយយ៉ាអូខេអញ្ចឹងខ្ញុំនឹងបង្ហាញអំពីរបៀបទាំងអស់ហ្នឹងវាមាន4 topic ផ្សេងគ្នានៅក្នុងហ្នឹង